ខុសពីសភាពខាងក្រៅម្ចាស់ហាងគឺជាលោកតាឈិនជាបុរសវ័យចំណាស់ដែលមានពុកមាត់ពណ៌សនិងទឹកមុខចិត្តល្អលោកតាឈិនបើកហាងនេះអស់រយៈពេលជាង30ឆ្នាំមកហើយរឿងចម្លែកបានចាប់ផ្ដើមកាត់ឡើងប្រហែល1ឆ្នាំចុងក្រោយនេះអ្នកខ្លះដែលផឹកកាហ្វេនៅពេលល្ងាចតរហូតដល់យប់ជ្រៅតែងតែឃើញស្រមោលមនុស្សស្រីអង្គុយនៅតុចុងក្រោយបង្អស់ក្បែរបង្អួចនាងស្លៀកពាក់រ៉ូបពណ៌សសាមញ្ញនិងសក់វែងខ្មៅរំភើយតាមខ្យល់អ្វីដែលចម្លែកនោះគឺទោះបីជាពួកគេឃើញនាងច្បាស់ក៏ដោយក៏គ្មានអ្នកណាម្នាក់ធ្លាប់ឃើញនាងកំងភេសជ្ជៈឬនិយាយស្ដីជាមួយនរណាម្នាក់ឡើយពេលអ្នកណាម្នាក់ព្យាយាមសម្លឹងមើលមុខនាងឲ្យបានច្បាស់ស្រមោលនោះរលាយបាត់បន្តិចម្ដងទៅក្នុងភាពងងឹតនៃយប់ជ្រៅតែម្ដងអូយបងកាហ្វេហ្នឹងមិនលក់ពេលយប់អញ្ចឹងគឺជាស្ទាយលក់របស់តាឈិនស្ដាប់បន្តទៀតដំបូងឡើយមនុស្សគិតថាវាគ្រាន់តែជាការយល់ច្រឡំដោយសារតែអស់កម្លាំងនៅពេលយប់មើលទៅស្រវាំងភ្នែកប៉ុន្តែនៅពេលដែលមនុស្សកាន់តែច្រើនឡើងចាប់ផ្ដើមនិយាយរឿងដដែលអារម្មណ៍ភ័យខ្លាចក៏ចាប់ផ្ដើមកើតមានឡើង